ព្រះនាងបារាគីទីយ៉ាផាម៉ាហ៊ីដុលបុត្រីច្បងរបស់ព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនបានសោយទីវង្គតហើយក្នុងព្រះជន្ម47ព្រះវស្សាបន្ទាប់ពីស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដោកស្ដឹងអស់ពេលជាង3ឆ្នាំកន្លះចាប់តាំងពីដួលសន្លប់អំឡុងពេលហ្វឹកហាត់សត្វឆ្កែយោធារបស់កងទ័ពថៃការិយាល័យរាជវាំងថៃបានប្រកាសនៅព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2026ថាព្រះនាងបានសោយទីវង្គតបន្ទាប់ពីសុខភាពធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរដោយសារឆ្លងមេរោគពេញរាងកាយព្រះនាងបារាគីទីយ៉ាផាបានដួលសន្លប់បាត់ស្មារតីដោយសារគាំងបេះដូងកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2022ខណៈកំពុងហ្វឹកហាត់សត្វឆ្កែយោធានៅខេត្តនគររាជសីមាបន្ទាប់ពីនោះព្រះនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យจุฬาលង្កនក្នុងទីក្រុងបាងកកហើយមិនបានដឹងខ្លួនវិញទៀតឡើយសេចក្តីថ្លែងការណ៍របស់រាជវាំងថៃកាលពីខែឧសភាឆ្នាំ2026បានបញ្ជាក់ថាព្រះនាងឆ្លងមេរោគធ្ងន់ធ្ងរក្នុងពោះដែលបណ្ដាលមកពីការរលាកពោះវៀនធំហើយការឆ្លងនេះបានរាលដាលទៅប៉ះពាល់ទៅដល់មុខងារសរីរាង្គសំខាន់ៗជាច្រើនព្រះនាងបារាគីទីយ៉ាផាត្រូវបានគេចាត់ទុកជាបុគ្គលសំខាន់ក្នុងរាជវាំងថៃដោយព្រះនាងមានការអប់រំខ្ពស់ផ្នែកច្បាប់និងការទូតព្រះនាងធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសអូទ្រីសមានតួនាទីជាច្រើនទាក់ទងទៅនឹងការងារយុត្តិធម៌និងសិទ្ធិស្ត្រីហើយមុនដួលសន្លប់ព្រះនាងត្រូវបានផ្ដល់មុខតំណែងជាន់ខ្ពស់ក្នុងបញ្ជាការអង្គរៈរបស់មហាក្សត្រថៃដែលជាព្រះបិតាខ្ញុំរស់សុធាពី News Today NTTV